ចាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនឹងខ្ញុំសាជាថ្មីទៀតហើយនាងខ្ញុំឈ្មោះជាស្រីណាជាការសកលមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវហើយថ្ងៃនេះដែរនាងខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៃការចិញ្ចឹមមាន់ស្រែតើយើងចិញ្ចឹមបែបណាដើម្បីឲ្យវាចំណេញឥឡូវនេះទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាដូចឃើញខាងក្រោយនេះខ្ញុំនេះគឺសុទ្ធតែប្រភេទមាន់ស្រែពុកម៉ែបងប្អូនទាំងអស់គ្នាហើយពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជារងចាំឲ្យត្រូវអត់ថាតើយើងចិញ្ចឹមចំណុចបែបណាខ្លះដែលចំណេញចាឥឡូវនេះនេះខ្ញុំមាន3ចំណុចសម្រាប់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ចំណុចទី1នោះដោយពុកម៉ែបងប្អូនឃើញខាងក្រោយនេះខ្ញុំនេះឃើញថាវាមានចំនួនច្រើនមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងធ្វើមិនដែលយើងបានចាំថាច្រើនអញ្ចឹងគឺយើងផ្ដោតទៅលើការថែទាំពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ចំនួនមាន់ច្រើនក៏ប៉ុន្តែយើងអត់សូវចេះថែទាំអញ្ចឹងហើយមាន់របស់យើងហ្នឹងវាមានចំនួនងាប់ច្រើនអញ្ចឹងពុកម៉ែបងប្អូនសាក់គិតមើលបើសិនជាមាន់របស់យើងចំនួនតិចទោះវាគីឡូធ្ងន់ក៏ប៉ុន្តែវាចំនួនតិចអញ្ចឹងយើងប្រកាសជាលក់បានលុយតិចឯត្រូវអត់អញ្ចឹងបើកាលណាវាងាប់ច្រើនអញ្ចឹងធ្វើឲ្យការបាត់បង់ការចំណេញរបស់ហ្នឹងការចំណេញរបស់យើងហ្នឹងគឺកាន់តែច្រើនហើយពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងត្រូវធ្វើម៉េចត្រូវថែទាំកូនមាន់របស់យើងហ្នឹងតាំងពីតូចធ្វើមកយើងកាត់បន្ថយការងាប់ឲ្យកាន់តែភាគរយតិចមែនតើអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យការចំណេញរបស់យើងហ្នឹងកាន់តែខ្ពស់ព្រោះកាលណាបើយើងមានចំនួនមាន់ច្រើនអញ្ចឹងបងប្អូនសាក់គិតគីឡូមើលបើសិនជាឥឡូវមាន់9អញ្ចឹងវាប្រកាសជាតិចគីឡូជាងមាន់10ហើយអញ្ចឹងអានេះជាវិធីសាស្ត្រដែលយើងរកឃើញមួយនៃការចំណេញតាំងទី1ហើយសម្រាប់មាន់នេះផងដែរវាមានអាយុ55ថ្ងៃឯងពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់មាន់នេះបន្តិចទៀតទៅអាចថាមួយខែកន្លះឡើងគឺយើងចាប់ផ្ដើមលាយជាមួយនឹងបន្លែហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់តែកន្លែងដែលចំណេញនោះគឺយើងលាយជាមួយបន្លែគឺយើងកាត់បន្ថយការចំណាយទៅលើចំណេញមួយមុខទៀតដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែការចំណេញមកប្រើប្រាស់នេះដែរគឺយើងមានត្រូវចេះតែរើសឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងមើលទៅលើចំណៃណាដែលមានគុណភាពគ្រប់គ្រាន់សម្រាប់មាន់របស់យើងផងដែរមិនមែនយើងថាអូចេះតែលេបបន្លែមាន់របស់យើងមិនទៅអីអញ្ចឹងណាអត់ទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងត្រូវរើសចំណៃដែលមានគុណភាពសម្រាប់យើងយកមកលាយជាមួយនឹងបន្លែហើយមាន់របស់យើងនៅតែឆាប់ធំល្អពុកម៉ែបងប្អូនទាំងអស់គ្នាអានេះជាចំណុចដែលចំណេញទី2ហើយព្រោះអីយើងកាត់បន្ថយការចំណាយទៅលើចំណៃហើយបន្លែរបស់យើងទោះជាយ៉ាងណាក៏វានៅតែតម្លៃទាបជាងយើងចំណាយទៅលើចំណៃដែរចាអានេះជាចំណុចទី2ហើយសម្រាប់ចំណុចទី3ពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយថាបើសិនជាយើងចិញ្ចឹមមាន់របស់យើងគឺយើងមើលទៅលើតម្រូវការនិងទីផ្សារដែរពុកម៉ែបងប្អូនទាំងអស់គ្នាថាតើខែមួយណាឬក៏ពេលណាយើងមានតម្រូវការខ្ពស់គឺយើងត្រូវការដាក់ច្រើនទៅអាហ្នឹងអត់ខុសឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអាហ្នឹងឱកាសចំណេញរបស់យើងគឺវាកាន់តែច្រើនហើយមួយទៀតបើសិនជាតម្រូវការតិចហើយយើងចិញ្ចឹមច្រើនអញ្ចឹងហើយមាន់របស់យើងហ្នឹងវាប្រកាសជាលក់អត់ងាយអស់ទេឬមួយក៏សល់ចាលនៅក្នុងធុងហើយអញ្ចឹងគឺយើងត្រូវការរយៈពេលនៃការឲ្យចំណីហ្នឹងគឺវាច្រើនមែនតើហើយកាលណាដែលមាន់របស់យើងវាធំខ្លាំងហើយយើងផ្ដល់ចំណីរបស់វាធម្មតាក៏ប៉ុន្តែវាអត់សូវកើនគីឡូឯពុកម៉ែបងប្អូនទាំងអស់គ្នាអានេះជាចំណុចមួយទៀតដែលយើងត្រូវគិតទៅលើដែរបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាគ្រប់គ្រងទៅលើ3ចំណុចនេះបានពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបាននៃការចំណេញហ្នឹងគឺទទួលបានទិន្នផលខ្ពស់មែនតើពុកម៉ែបងប្អូនទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំណុចដែលពិសេសមួយទៀតដែលនាងខ្ញុំចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់សត្វណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនត្រូវឃើញគេអញ្ចឹងបានហើយយើងយកមកដាក់ភ្លាមទេខ្ញុំរីកខមមិនឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសិក្សាពីវិធីសាស្ត្រនៃការថែទាំជាមុនសិនរបៀបដូចថាពេលពីតូចអញ្ចឹងគឺយើងត្រូវការថែទាំទុកដាក់ផ្ដល់ចំណីឬក៏ថែទាំពីការផ្ដល់កម្ដៅអ្វីផ្សេងហ្នឹងគឺយើងត្រូវដឹងមុននឹងយើងដាក់ជាមុនសិនពុកម៉ែបងប្អូនទាំងអស់គ្នាដូចបងប្អូនមួយចំនួនគាត់ចង់ចិញ្ចឹមគាត់ឃើញគេចិញ្ចឹមល្អក៏ប៉ុន្តែគាត់អត់មានបច្ចេកទេសហើយគាត់អត់លក្ខណៈថាគាត់អត់ជំនាញក្នុងការ research ហ្នឹងទៀតអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងធ្វើឲ្យការចិញ្ចឹមរបស់គាត់
គាត់យកមកដល់គាត់អត់ដាក់កម្ដៅគាត់ចេះតែដាក់ឲ្យតែបានអញ្ចឹងមន់របស់យើងហ្នឹងគឺវាអត់ធន់ទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយអ្នកដែលគាត់ចិញ្ចឹមឲ្យគាត់ប្រកាសជាដឹងហើយថាការថែទាំកូនមន់នេះក៏វាមិនងាយស្រួលប្រហែលដែរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចិញ្ចឹមអញ្ចឹងណាចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ពូជកូនមន់នៅខាងក្រោយនាងខ្ញុំនេះដែរក៏នាងខ្ញុំមានលក់ដែរពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនចង់បានប្រភេទកូនមន់អីអាចតាក់ទងមកខាងនាងខ្ញុំផ្ទាល់បានចាហើយសម្រាប់វីដេអូនេះដែរគឺនាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាកុំភ្លេចណាបើសិនជាចាប់អារម្មណ៍អាចតំណមកខាងនាងខ្ញុំបានចាអរគុណជម្រាបលា